បាទជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់ទាំងអស់គ្នាទាំងក្នុងក៏ដូចជាក្រៅប្រទេសជាទីគោរពថ្ងៃនេះចន្ទថាចែករំលែកឆ្នាំខ្មែរបុរាណមកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនអត្ថប្រយោជន៍នៅនឹងដៃនឹងខ្ញុំនេះគឺដើមទឹកដោះខ្លាធំណាបងប្អូនអញ្ចឹងដើមទឹកដោះខ្លាធំបងប្អូនបើអត់ស្គាល់បងប្អូនទៅមើលវាភិនភាគវាប៉ុណ្ណឹងហើយបងប្អូនកាច់មើលណាកាច់មើលកាលណាតែមានចេញជោវាសអញ្ចឹងគេហៅទឹកដើមទឹកដោះខ្លាធំឯងបងប្អូនហើយទឹកដោះខ្លាតូចម្យ៉ាងទៀតគឺតូចជាងហ្នឹងល្អិតជាងហ្នឹងបងប្អូនព្យាបាលជំងឺខុសគ្នាអញ្ចឹងសម្រាប់យកមកធ្វើថ្នាំព្យាបាលជំងឺនេះគឺបងខ្ញុំសិក្សាជ្រៅជ្រៅពីសភៅរុក្ខជាតិឱសថកម្ពុជាហើយអញ្ចឹងបានយកមកចែករំលែកជូនទៅដល់ពុកម៉ែបងប្អូនតែម្ដងអញ្ចឹងសម្រាប់ព្យាបាលជំងឺនេះគឺទឹកដោះខ្លាធំនិងទឹកដូងខ្ចីតែម្ដងណាបងប្អូនពីរមុខលេខចូលគ្នាអញ្ចឹងសម្រាប់ព្យាបាលបាន4ជំងឺទី1គឺជំងឺរលាក់ក្រពះធំហូបហិលហូបខ្លាញ់ចូលទៅចេះតែរាក់ចេះតែចុកឆ្អល់ហូបមិនសូវបានទី2គឺក្រពះរ៉ាំរ៉ៃតែម្ដងទី3រឹសដូងបាតមិនថាខាងក្នុងឬខាងក្រៅទេបងប្អូនទទួលទានតែពី5ទៅ7ថ្ងៃអាការៈជំងឺរឹសដូងបាតក៏បានធូរដែរហើយទី4គឺបញ្ចុះទឹកនោមបញ្ចុះទឹកនោមបានន័យថាទល់ទឹកនោមទាស់ហ្នឹងនោមមិនអស់នោមសល់អាហ្នឹងគេថាបញ្ចុះទឹកនោមបានឆាប់រហ័សលឿនណាបងប្អូនអញ្ចឹងមុនទៅចូលទៅដល់ចែករំលែកទៅដល់ពុកម៉ែបងប្អូនសូមពេលវេលាពុកម៉ែបងប្អូនតែមួយផ្លែតទេខាងខ្ញុំបាទមានឱសថបុរាណចំណាំងឈើរុក្ខជាតិធម្មជាតិពិត 100% សម្រាប់ព្យាបាលជំងឺទី1គឺជំងឺចុកដៃចុកជើងឧស្សាហ៍ឈឺចង្កេះរ៉ាំរ៉ៃមិនបាត់ទី2រលាកតម្រងនោមមានន័យថានោមពពុះនោមមានក្លិននោមទាស់នោមមិនអស់នោមសល់ទី3គឺជំនួយផ្លូវភេទបងបរោះដែលខ្សោយអាគុយកោមិនឡើងកោមិនឆេះដេមិនឆេះហើយជាពិសេសជាងនឹងទៅទៀតនោះគឺបងប្អូនដែលធ្វើការធ្ងន់លីផ្សែងធ្ងន់ទៅចេះតែអស់កម្លាំងហូបបាយល្វីងមាត់អស់ស្តេអាហ្នឹងក៏ព្យាបាលបានដែរណាបងប្អូនណាអញ្ចឹងបើសិនបងប្អូនចង់ជាវយកទៅប្រើប្រាស់ឲ្យមានប្រសិទ្ធភាពខ្ពស់បងប្អូនយកមកធៀប3កញ្ចប់នេះខ្ញុំធានាថានឹងបានប្រសិទ្ធភាពដូចខ្ញុំរៀបរាប់នៅខាងលើអញ្ចឹងបើបងប្អូនចង់ជាឱសថខាងខ្ញុំយកទៅប្រើប្រាស់សូមទំនាក់ទំនងចូលឆាតនេះតែម្ដងឬមួយក៏តទំនាក់ទំនងតាមរយៈលេខទូរស័ព្ទខ្ញុំដាក់នៅលើអេក្រង់តែម្ដងបាទអញ្ចឹងចូលទៅដល់វិធីប្រើប្រាស់ម្ដងណាបងប្អូនអញ្ចឹងវិធីប្រើប្រាស់បងប្អូនរកដើមទឹកដោះខ្លាធំមួយដៃមួយក្តាប់ដៃហ្នឹងបងប្អូនដកយកទាំងរឹសយកទាំងស្លឹកយកទាំងមូលហ្មងបងប្អូនយកមកហើយយកលាងទឹកឲ្យស្អាតរួចយកទៅបុកឲ្យមាត់ណាបងប្អូនណាបុកឲ្យមាត់ហើយយកទឹកដូងខ្ចីយើងមួយកន្លះកែវដៃបានហើយចាក់ចូលជាមួយនឹងបុកឲ្យមាត់ហើយពូតត្រង់យកកាក់ចេញយកមកទទួលទានម្ដងទទួលទានឲ្យអស់ណាបងប្អូនណាមួយថ្ងៃទទួលទាន2ដងធ្វើទទួលទាន2ដងដូចគ្នាអញ្ចឹងព្រឹកហើយនឹងល្ងាចព្យាយាមទទួលទានពី5ទៅ7ថ្ងៃខ្ញុំធានាថាអាការៈឬដងបាតឬមួយក៏រលាកក្រពះពោះវៀនដែលសពតែកាហាយសពតែចុកហ្នឹងគឺបានធូរស្បើយតែម្ដងអញ្ចឹងការចូលចែករំលែកដល់ទីបញ្ចប់បងប្អូនអស់ហើយវីដេអូមានតែប៉ុណ្្នឹងអញ្ចឹងសូមអរគុណនិងជម្រាបលា